ខ្នោភ្នំឬក៏ខ្នោជាតិចេះអាយនិយាយមានចង់ប៊ូលីទេនៅក្នុងការឆ្លាញ់គឺរៀងៗខ្លួនខ្ញុំនិយាយតែចំពោះតែឈុតផ្កាដែលខ្ញុំបានឆ្នៃឲ្យតឡានឹងតិចមកកាលពីម្សិលមិញទេជាក់ស្ដែងឈុតម្សិលមិញនេះគឺយើងយកផ្កាយកមកធ្វើជាឈុតតែម្ដងហើយយើងរុំជាមួយនឹងស្កុតដែលយើងរុំជំនូនហ្នឹងអូឈុតនេះពេលដែលឆ្នៃហើយគឺស្អាតខ្លាំងមែនតើប៉ុន្តែសម្រាប់តឡាគឺមានផលវិបាកមួយដោយសារតែគាត់មានដើមទ្រូងអញ្ចឹងពេលដែលយើងរុំស្កុតគឺវាល្អអញ្ចឹងវាជាតែល្អរត់ចុះក្រោមរហូតធ្វើផ្កាយើងរុំគឺវាអត់សូវជាប់ទេអញ្ចឹងធ្វើយើងហ្នឹងគឺខំប្រឹងរត់ស្កុតហ្នឹងឲ្យតឹងដើម្បីឲ្យវាទប់ជាមួយនឹងផ្កាហ្នឹងកាលណាដែលយើងរត់តឹងទៅគឺធ្វើឲ្យតួយើងគឺវាដូចអន្សមឈុកអញ្ចឹងអ្នកនរគ្នាគឺស្កុតហ្នឹងត្រូវរត់ឡើងគាត់ថប់ដង្ហើមគាត់ថាសុំបទូតិចមកគាត់ថប់ដង្ហើមហើយប៉ុន្តែពេលដែលឆ្នៃហើយគឺនៅតែស្អាតមកមើលតិចមកក្រុមអភិរក្សវិញជារួមគឺស្រួលតែម្ដងដាក់ជាប់អត់មានល្បិលល្បុតទៅណាទេតែបើសួរថាស្អាតអត់គឺនៅតែស្អាតអញ្ចឹងស្តង់ដារសម្រាប់ហើយវាមិនស្ថិតនៅលើមាត់អ្នកដទៃនិយាយថាស្អាតឬក៏មិនស្អាតទេវាអាស្រ័យទៅលើខ្លួនឯងតែខ្លួនឯងជួយចិត្តបែបណាឆ្លាញ់បែបណាទេដោយសារតែតឡាជាមួយនឹងតិចមកត្រូវមានការងារជាមួយខ្ញុំថ្ងៃនេះគឺត្រូវថតជាមួយនឹង BBUV របស់ Billy Glow ដោយសារតែផលិតផលរបស់យើងគឺពណ៌ផ្កាឈូករៀងបែបឈូកៗអញ្ចឹងណាអញ្ចឹង concept របស់យើងក៏រៀងបែបឈូកៗដែរហើយថ្ងៃនេះគឺយើងមានពីរ concept ទី1ហ្នឹងគឺបែបក្មេងស្រីតូចឈូកៗអីអញ្ចឹងដោយសារតែយើងត្រូវថតជាមួយនឹង video commercial ដែរចំណែក concept ផ្កានេះវិញគឺថានឹកឃើញភ្លាមៗរៀបចំភ្លាមៗមកអត់បានព្រៀងទុកទេជឿខ្ញុំទៅបងប្អូន concept ខ្លះប្រឹកព្រៀងពេកអត់បានដូចចិត្តទេ